មានរឿងអីកើតឡើងបើសិនជាយើងចាយលុយរៀលសតតែម្ដងនៅក្នុងប្រទេសកម្ពុជាបានល្អឬអាក្រក់បាទអញ្ចឹងយើងគិតពី scenario ហ្នឹងណាអញ្ចឹងថាស្អែកឡើងយើងភ្ញាក់ឡើងស្រាប់តែរដ្ឋាភិបាលធនាគារជាតិប្រកាសថាអូចាយលុយរៀលសតទៅអញ្ចឹងណាអញ្ចឹងអ្វីៗក៏ទៅជាលុយរៀលដែរត្រូវទេអញ្ចឹងលុយដុល្លារនៅក្នុងកងធនាគារយើងខ្ញុំគិតថារដ្ឋាភិបាលនឹងកំណត់ថាអូអានឹងដូរទៅជាលុយរៀលបើសិនជាឲ្យគាត់មានកងដុល្លារនិងកងរៀលគឺប្រកាសជានៅតែចាយដុល្លារតាមទម្លាប់អញ្ចឹងលុយដុល្លារក្នុងកងធនាគារយើងដូរទៅជាលុយរៀលហើយបាទហើយឧទាហរណ៍ថាយើងមាន$10000អញ្ចឹងអា$10000ហ្នឹងទៅជា40លានរៀលពួកយើងយកទៅគុណ4000រៀលក្នុង$1ណាហើយឧទាហរណ៍ថាក្រុមហ៊ុននៅស្រុកខ្លះគេឲ្យមានកងដុល្លារនិងកងលុយជាតិរបស់គេប៉ុន្តែបើក្នុងករណីមួយនៅភូមិមាគាត់ឲ្យដូរទៅជាលុយខ្ចាត់លុយភូមិមាសតមកការនឹងជា2000ខ្ញុំហៅស៊ីទៅជា2021គឺអញ្ចឹងបើសិនជាមួយទៀតគឺអាចដែលកងធនាគារក្រុមហ៊ុនអាច$2ទៅលុយរៀលសតអញ្ចឹងក៏មានដែរអញ្ចឹងណាតែប្រហែលជារដ្ឋផ្ដោតទៅលើកងបកគលជាងហើយជាអាចញ៉ាតឲ្យមានកងដុល្លារកងលុយរៀលសម្រាប់ក្រុមហ៊ុនអញ្ចឹងជាក្រុមហ៊ុនបរទេសអញ្ចឹងចុះអញ្ចឹងតែទោះយ៉ាងណាបើយើងតេតទៅនឹងយើងគឺត្រូវតែចាយលុយរៀលហើយអញ្ចឹងកងធនាគារអ្នកមាន$1លានដូរទៅលុយរៀលមាន4000លានរៀលបាទអញ្ចឹងចំណូលយើងក៏ជាលុយរៀលដូចត្រាសាំងអីចឹងគាត់យើងភេថៃសាំងជាលុយរៀលណាថៃប្រេងជាលុយរៀលអញ្ចឹងគាត់បានលុយរៀលហ្នឹងបាទគាត់បានលុយរៀលហ្នឹងណាបាទបានលុយរៀលហ្នឹងហើយគាត់យកលុយរៀលទៅទិញប្រេងបាទប្រេងគឺនាំចូលប្រេងទេអញ្ចឹងដូចថាត្រាសាំងកាល់តិចតេឡា PTT Total គាត់មិនយកលុយរៀលទៅទិញបាទក្នុងមួយខែគឺយើងចំណាយ$200លានដុល្លារបាទដើម្បីទិញប្រេងក្នុងមួយខែនៅប្រទេសកម្ពុជាយើង$200លានជាងបាទអញ្ចឹងថា$200លានចុះពីមុនគឺយើងយកដុល្លារទៅទិញពួកគាត់យកដុល្លារទៅទិញប៉ុន្តែឥឡូវនេះគឺដើម្បីនាំចូលប្រេងនឹងបានគឺយើងគាត់ត្រូវយកលុយរៀលហ្នឹងទៅដូរលុយដុល្លារបាទអ្នកនាំចូលហ្នឹងដូរលុយដុល្លារអញ្ចឹងក្នុងករណីហ្នឹងមួយខែត្រូវដូរ$200លានដូរយក8សែនលានរៀលបាទគាត់មានរៀលទេណាព្រោះអតិថិជនគឺចាយលុយរៀលអញ្ចឹងយក8សែនលានរៀលបាទសរុបពួកគាត់ទាំងអស់ហ្នឹងដូរជាដុល្លារបាន$200លានអញ្ចឹងដុល្លារហ្នឹងបានមកពីណាក្នុងករណីដែលលុយរៀលចាយលុយរៀលសតលុយដុល្លារគឺនៅ Central Bank ធនាគារកណ្ដាលធនាគារដុល្លារហ្នឹងគឺស្តុកដុល្លារហ្នឹងហើយអញ្ចឹងគាត់យក8សែនលានរៀលហ្នឹងទៅដូរធនាគារជាតិយើងនេះធនាគារកណ្ដាលហ្នឹងធនាគារជាតិហ្នឹងយកបាន$200លានយកលុយដុល្លារហ្នឹងទៅទូទាត់ជាមួយនឹងអ្នកលក់ប្រេងនៅក្រៅប្រទេសអញ្ចឹងណាហ្នឹងហើយវាតែយើងនាំចូលយើងទៅទិញប្រេងគេអញ្ចឹងគឺយក8សែនលានរៀលទៅឲ្យធនាគារជាតិបានលុយហ្នឹងហើយឲ្យលុយដុល្លារ$200លានហើយ$200លានហ្នឹងយើងគាត់យកទៅទូទាត់ជាមួយនឹងអ្នកលក់បាទនៅក្រៅប្រទេសហ្នឹងអ្នកលក់ប្រេងក្រៅប្រទេសហើយបើសិនយើងចង់ទិញឡានយើងមិនវេលុយទីហត់តាឡាន$100,000យើងវេលុយទៅក្រៅប្រទេសចោះយើងទិញពីក្រៅប្រទេសយើងនាំចូលឡាន$100,000ទៅក្រៅប្រទេសគឺយើងអត់មានលុយដុល្លារទេយើងមានតែ400លានរៀលយកអាហ្នឹងទៅឲ្យវេទៅធនាគារជាតិគេទទួលបានធនាគារជាតិទទួលបានលុយរៀលធនាគារជាតិបញ្ចេញដុល្លារ$100,000ទៅអ្នកលក់ឡាននៅក្រៅប្រទេសហ្នឹងអញ្ចឹងអ្វីក៏ដោយអាលុយដុល្លារលុយមិនតែដុល្លារលុយក្រៅប្រទេសមួយចំនួនហ្នឹងលុយបាតលុយនិយាយនេះធនាគារជាតិនឹងស្តុកមួយចំនួនដែរក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងពេលហ្នឹងធនាគារ